សួស្តីបងប្អូនដែលបងនៅក្នុងប្រទេសកូរ៉េបងប្អូនត្រូវតែស្វែងយល់អំពីផ្លាកសញ្ញានេះហើយផ្លាកសញ្ញានេះបើសិនជាបងប្អូនអត់ដឹងពីអត្ថន័យរបស់វានៅពេលដែលបងប្អូនមានគ្រោះថ្នាក់ទៅប៉ះគូតឡានគេនៅពេលដែលឡានគេ stop គេឆប់ងក់អីចឹងណាដោយអត់បានសញ្ញោអីចឹងតិជនខ្ញុំម៉ែនេះឲ្យគាត់ថាចេះមកពីឡានមុខគេទេគេចាប់ប្រាំងអញ្ចឹងណាចាប់ប្រាំងងក់អញ្ចឹងយើងមិនទៅប៉ះគូតឡានគេអញ្ចឹងក្នុងករណីហ្នឹងយើងត្រូវបង់ឲ្យគេ100%ខុស100%យើងអត់អាចប្រកែកបានទេដោយសារអីផ្លាកសញ្ញានេះគឺគេឲ្យយើងគម្លាត100ម៉ែត្រពីគ្នាណាបងប្អូនក្នុងការបើកបរអញ្ចឹងបើសិនជាបងប្អូនអត់គោរពប៉ុណ្ណឹងទេទៅពេលដែលយើងទៅប៉ះគូតឡានគេនៅពេលដែលឡានគេឆប់ងក់អញ្ចឹងណាអញ្ចឹងយើងអាចបកកាយថាយើងមិនអ្នកខុសទេតាមពិតអ្នកនៅខាងមុខគេខុសហើយប៉ុន្តែបើយើងអត់ដល់គម្លាតរបស់សញ្ញានៃការបើកបរហ្នឹងគឺយើងខុសទាំងស្រុងហ្មងណា